ក្នុងឆ្នាំ2000មកគ្លេក្រមួយនេះលោកយាយបាបាវ៉ាន់កាបានទូស្ទីអាប់នីព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោករបស់យើងដែលអាចនឹងកើតឡើងដែលជំនួយទី1លោកយាយបាបាវ៉ាន់កាបាននិយាយថាសង្គ្រាមលោកលើកទី3អាចនឹងកើតឡើងដោយចាប់ផ្ដើមពីទិសខាងកើតទៅអញ្ចឹងបងប្អូនដឹងហើយថាប្រទេសណាខ្លះដែលនៅទិសខាងកើតគឺមានដូចជាចិនមានដូចជាជប៉ុនមានដូចជាកូរ៉េខាងជើងកូរ៉េខាងត្បូងជាដើមហើយដោយបងប្អូនបានឃើញថាបច្ចុប្បន្ននេះគឺចិនកំពុងតែហុំផាត់វាយតៃវ៉ាន់អញ្ចឹងបើសិនជាតៃវ៉ាន់ហ៊ានតែប្រកាសឯករាជ្យហើយចិនវាយហើយជប៉ុនក៏លូកដៃចូលមកជួយដែរចំណុចទី2គឺពូទីនឯនឹងក្លាយជាមេដឹកនាំធំជាងគេបំផុតលើពិភពលោកដែលថាមេដឹកនាំដែលមានប្រជាប្រិយភាពមេដឹកនាំដែលមានអំណាចជាងគេលើពិភពលោកក្នុងឆ្នាំ2026ហ្នឹងបងប្អូនហើយចំណុចទី3គឺអេលៀនមនុស្សក្រៅភពនឹងជាប់មកផែនដីរបស់យើងនៅក្នុងខែវិច្ឆិកាឆ្នាំ2026វាជារឿងដែលនឹកស្មានមិនតាន់តែមនុស្សយើងជាច្រើនគិតថាមានអេលៀនមេកាដតមានឥឡូវយើងរងចាំមើលខែ11ឆ្នាំ2026ហើយចំណុចមួយទៀតគឺយានអវកាសក្រៅភពនឹងក៏មកដែរអញ្ចឹងតែអេលៀនមកយានអវកាសក្រៅភពនឹងក៏មកដែរហើយចំណុចទី4គឺគ្រោះមហន្តរាយអាកាសធាតុគ្រោះមហន្តរាយភពផែនដីរបស់យើងនឹងជួបគ្រោះមហន្តរាយដ៏ធំនៅក្នុងឆ្នាំ2026ហ្នឹងហើយមួយទៀតការរញ្ជួយដៃនឹងបំផ្ទុះភ្នំភ្លើងក៏នឹងកើតឡើងដូចគ្នានៅក្នុងឆ្នាំ2026អ្វីដែលសំខាន់គឺចំណុចទី5បច្ចេកវិទ្យា AI អាចនឹងមកគ្រប់គ្រងមនុស្សវាជារឿងដែលគួរឲ្យភ័យខ្លាចមែនទែនរឿងនេះលោកយាយបាបាវ៉ាន់កាបានទាយថា2026នឹង AI អាចនឹងគ្រប់គ្រងមនុស្សយើងជាងយើងមិនដឹងថាវាយ៉ាងណានោះទេព្រោះជាធម្មតា AI គឺមនុស្សអាចវាកើតអញ្ចឹងបើសិនជា AI មនុស្សណាបើកើតហើយបើឲ្យ AI មកគ្រប់គ្រងមនុស្សវិញធម្មតាមនុស្សបើកើតហើយក៏អាចវាបំផ្លាញវាវិញបានដែរប៉ុន្តែយើងនឹងរងចាំមើលថាតើ AI នឹងអាចគ្រប់គ្រងមនុស្សវិញបានណាបងប្អូនព្រោះពេលនេះបច្ចេកវិទ្យា AI គឺខ្លាំងមែនតើបច្ចេកវិទ្យាដើរលឿនខ្លាំងមែនតើជាងយើងនឹងរងចាំមើលទាំងអស់គ្នា